ជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅក្នុងប្រធានបទនេះគឺច្បាប់ដីភាសាព័ត៌មានដោយសារនេះខ្ញុំឃើញនៅក្នុងប្រព័ន្ធសង្គមបច្ចុប្បន្ននេះមានភាពបង្ករញ៉េរញ៉ៃអំពីបណ្ដាញសារព័ត៌មានមួយចំនួនដែលគាត់មិនគោរពក្រមសីលធម៌នៃវិជ្ជាជីវៈរបស់គាត់ដែលគាត់ធ្វើការផ្សាយដោយមានការញុះញង់បង្កើតឲ្យមានបញ្ហាជាច្រើនហើយក៏សូមអរគុណចំពោះបងសារព័ត៌មានមួយចំនួនដែលគាត់ដល់ព័ត៌មានដល់គ្រប់ការនៃវិជ្ជាចាដើម្បីកុំឲ្យខាតពេលយូរនេះខ្ញុំសូមលើកតាក់ទងទៅនឹងការចែករំលែកអំពីច្បាប់ដីភាសាព័ត៌មានចាឥឡូវនេះខ្ញុំចង់លើកប្រធានបទមួយតាក់ទងទៅនឹងច្បាប់ដីភាសាព័ត៌មានប៉ុន្តែការទទួលខុសត្រូវនៃអ្នកសារព័ត៌មានតើអ្នកសារព័ត៌មានគាត់មានសិទ្ធិអីខ្លះចាយើងដឹងហើយថាបងដែលជាអ្នកសារព័ត៌មានគាត់អាចមានសិទ្ធិនៅក្នុងការផ្សាយប៉ុន្តែយើងអាចដឹងថាការផ្សាយរបស់គាត់នេះត្រូវឬក៏ខុសទេមានពេលខ្លះនាងខ្ញុំឃើញបងសារព័ត៌មានមួយចំនួនគាត់ទទួលសំណួរទៅកាន់ប្រជាពលរដ្ឋប្រើសំណួរខ្លះធ្វើឲ្យមានការពិបាកក្នុងការស្ដាប់ពេលគាត់ធ្វើទៅកាន់គេគាត់ដឹងថាចម្លើយដែលគាត់ស្ថិតក្នុងស្ថានភាពភ័យក្នុងស្ថានភាពមួយដែលប្រឈមនឹងបញ្ហាកិត្តិយសតែគាត់នៅតែប្រើសំណួរទៅកាន់បងប្អូនជនរួមជាតិមួយចំនួនដែលគាត់អត់ចេះអំពីច្បាប់ទម្លាប់ហើយក៏មិនដឹងហើយយើងប្រើសំណួរមានផលប៉ះពាល់ទៅដល់កិត្តិយសនិងកិត្តិយសរបស់គាត់ក្នុងករណីដែលយើងជាអ្នកដែលមានជំនាញជីវៈនៅផ្នែកហ្នឹងហើយយើងអត់គ្រប់គ្រងការនៃច្បាប់ព័ត៌មានទេចាអញ្ចឹងហើយបានខ្ញុំចង់លើកបទមួយនេះយកមកផ្សាយនិងចែករំលែកឲ្យបងប្អូនអស់ជាទីសម្រាប់ចាការទទួលខុសត្រូវនៃអ្នកសារព័ត៌មានគាត់មានសិទ្ធិហៅសមាគមជាអ្នកសារព័ត៌មានសមាគមនោះត្រូវមានលក្ខណៈឯករាជ្យយើងដឹងហើយថាឯករាជ្យហើយសមាគមរបស់គាត់នឹងត្រូវគោរពលក្ខន្តិកៈអនុម័តលក្ខន្តិកៈមិនឲ្យទៅច្បាប់ទេមិនឲ្យទៅច្បាប់វិធម្មមានទេហើយត្រូវតែឲ្យមានក្រមសីលធម៌ដើម្បីអនុវត្តក្នុងសមាគមរបស់ខ្លួនណាចាក្នុងនោះក៏ត្រូវមានកាតព្វកិច្ចគោរពគោលការណ៍ចាំបាច់ចាគោលការណ៍របស់គាត់មានខ្លះដូចជាយើងដឹងហើយនៅក្នុងមាត្រា7នៃច្បាប់ស្តីពីសារព័ត៌មានសមាគមអ្នកសារព័ត៌មាននីមួយៗត្រូវតែឯងក្រមសីលធម៌របស់គាត់ក្នុងសមាគមរបស់គាត់ចាហើយគោលការណ៍របស់គាត់គឺត្រូវគោរពកិច្ចធម៌ហើយនិងគោរពកិត្តិយសដឹងនៃសច្ចធម៌របស់សាធារណជនប៉ុន្តែគេពិតខ្ញុំឃើញអ្នកសារព័ត៌មានមួយចំនួនក៏អត់គោរពជីវៈទេចាដូចខ្ញុំនិយាយចឹងហើយបងប្អូនក៏បានឃើញចាក់ដៃដែរហើយចំណុចនេះទៀតតកតងទៅនឹងការផ្សាយនៅដំណឹងទាំង live សូមធ្វើការផ្សាយដោយគោរពលើវិជ្ជាជីវៈផងដោយគោរពទៅលើភាពសុចរិតនិងអត្ថាធិប្បាយរិះគន់ឲ្យត្រឹមត្រូវតាមស្របទៅនឹងផ្លូវច្បាប់ចាពេលខ្លះប្រើភាសាញុះញង់ចាខ្ញុំសូមនិយាយទៅបងប្អូនមួយចំនួនដែលគាត់មិនប្រើក្រមសីលធម៌វិជ្ជាជីវៈថាត្រូវរាយការណ៍នៅហេតុការណ៍ណាដែលខ្លួនបានដឹងប្រកបដើមប្រកបច្បាស់លាស់មូលដ្ឋានគ្រឹះច្បាស់លាស់មិនមែនគ្រាន់តែស្មានស្ដាប់តាមចាហ៊ានហើយធ្វើស្អីសន្តានហើយចាក់ផ្សាយតាមប្រព័ន្ធសង្គមធ្វើឲ្យមានការញុះញង់ទេចានាងខ្ញុំដូចជាមានចំណាប់អារម្មណ៍ទៅលើចំណុចហ្នឹងដែរដោយសារតែមើលទៅហាក់បីដូចជាបង្កើនតាក់ទងទៅនឹងចំណុចខ្លះរីករាលដាលក្នុងការបង្កើតជាចំណុចដែលសរសើរដែរនាងខ្ញុំមើលឃើញចាអ្នកសារព័ត៌មានត្រូវតែបំបត្តិចោលនៅសារព័ត៌មានណាដែលខ្លាញ់បន្លំពាក្យថាខ្លាញ់បន្លំមានណាព័ត៌មានខ្លះអត់ច្បាស់ការហើយយើងយកមកហើយយើងយកមកចាក់ផ្សាយហើយបងប្អូនមួយចំនួនក៏មិនដឹងថាព័ត៌មានណាត្រឹមត្រូវមិនត្រឹមត្រូវណាហួសហើយណាពិតប្រាកដក៏មិនដឹងយើងអ្នកមានវិជ្ជាជីវៈត្រូវតែផ្សាយព័ត៌មានណាមួយដែលច្បាស់ការចាកន្លែងហ្នឹងខ្ញុំសូមចែករំលែកតាក់ទងយោងទៅលើច្បាប់អ្នកសារព័ត៌មានទាំងស្រុងចាក្នុងត្រាំ7ចាហើយចំណុចមួយទៀតប្រើវិធីសុចរិតត្រឹមត្រូវដើម្បីស្វែងរកដំណឹងរូបថតឯកសារផ្សេងៗត្រូវធ្វើការកែតម្រូវដោយសារព័ត៌មានណាដែលចេញផ្សាយរួចហើយមានលក្ខណៈមិនជាក់លាក់មិនច្បាស់លាស់និងកុំឲ្យមានការប៉ុនច្រឡំប៉ុន្តែបច្ចុប្បន្ននេះគឺអ្នកសារព័ត៌មានចូលចិត្តយកព័ត៌មានណាដែលធ្វើឲ្យមានការប៉ុនច្រឡំដើម្បីជាអត្ថប្រយោជន៍ដល់ខ្លួនរបស់គាត់កន្លែងហ្នឹងជាចំណុចមួយដែលនេះខ្ញុំអត់គ្រប់គ្រងទេព្រោះច្បាប់គេបានបញ្ជាក់ប្រាប់ហើយថាឲ្យគ្រប់គោលការណ៍នៃភាពសុចរិតប៉ុន្តែគាត់ក៏ប្រើចំណុចហ្នឹងជាអត្ថប្រយោជន៍សម្រាប់ខ្លួនគាត់ខ្ញុំសូមអធិស្ឋានចំពោះបើសិនជានេះខ្ញុំលើកបទបង្ហាញឬក៏ចែករំលែកនេះប៉ះពាល់ទៅលើបងប្អូនមួយចំនួនដែលសារព័ត៌មានដែលខ្ញុំនិយាយតែមួយបែកតូចទេដែលអ្នកមិនគោរពក្រមសីលធម៌វិជ្ជាជីវៈហើយខ្ញុំសូមអរគុណទៅនឹងបងដែលគាត់មានគោលការណ៍ច្បាស់លាស់ហើយគោរពហើយចែករំលែកការអរគុណហើយចំណុចមួយទៀតតកតងទៅនឹងជៀសវាងតែដូចខ្លះជៀសវាងតែព័ត៌មានដែលញុះញង់មានការប្រកាន់ពូជសាសន៍ពណ៌សម្បុរគេជំនឿសាសនានិន្នាការនយោបាយដើមកំណើតឋានៈសង្គមធនធានឬស្ថានភាពផ្សេងទៀតត្រូវគោរពសិទ្ធិនិងសេរីភាពនៅក្នុងជីវភាពរស់នៅឯកជនរបស់បុគ្គលចានៅក្នុងចំណុចមាត្រាទីមិនសំទោសនៅក្នុងចំណុចមាត្រា7នៃចំណុច7ណាចាគេដាក់ច្បាស់ណាគេដាក់ថាត្រូវគោរពសិទ្ធិនិងសេរីភាពរស់នៅជីវភាពឯករាជ្យរបស់បុគ្គលប៉ុន្តែគាត់អត់ទេអ្នកណាពឹងគាត់ឲ្យផ្សព្វផ្សាយរឿងខ្លះរឿង private របស់បុគ្គលបើសិនជាគាត់ផ្សព្វផ្សាយរឿងខ្លួនគាត់ដោយប៉ះពាល់ដល់សិទ្ធិរបស់បុគ្គលមួយចំនួនទៀតវាបញ្ហាប៉ុន្តែគាត់ទៅសួរសំណួរកាន់ទៅកាន់បុគ្គលភាគីពាក់ព័ន្ធលើកយកឈ្មោះមកបង្ហាញអីហ្នឹងជាផលមួយប៉ះពាល់សំខាន់ខ្លាំងណាស់តែនេះខ្ញុំគិតថាវាប៉ះពាល់ដល់កិត្តិយសកិត្តិយសទូនាទីនៅស្ថាប័នរបស់គាត់ដែរវាធ្វើឲ្យមានការច្បល់ទៅលើចំណុចហ្នឹងចានៅក្នុងចំណុចទី8នៅក្នុងបទឯកសារព័ត៌មានដែរហើយការទូខុសត្រូវរបស់គាត់ត្រូវគោរពឲ្យបានហ្មត់ចត់តាមក្បួនវិជ្ជាករខ្មែរនិងការសរសេរអត្ថបទហាមបោះពុម្ពផ្សាយអត្ថបទឬរូបអាភិសនិងរូបភាពនៃអំពើហិង្សាហាមរំលោភលើសិទ្ធិជំនឿមានការជំនុំជម្រះដីដោយយុត្តិធម៌របស់បុគ្គលម្នាក់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រជាជាតិកម្ពុជាត្រូវចាត់ទុកចំណុចខាងក្រោមទាំងប្រមាណហ្នឹងដល់ធ្ងន់ធ្ងររបស់អ្នកផ្នែកសារព័ត៌មានវិជ្ជាជីវៈដូចជាការលួចគំនិតចម្លងស្នាដៃរបស់អ្នកដទៃហើយថាជារបស់ខ្លួនបន្លំឲ្យគេយល់ខុសណាឲ្យគេភ័ន្តច្រឡំដូចជាការសរសេរប្រឆិតប្រឆៀងដើម្បីឲ្យអ្នកអានមានការសង្ស័យដោយយុត្តិធម៌លើបុគ្គលណាម្នាក់ក្រុមបកពួកណាឲ្យមូលប្រកាច់បរិហាគេជេរប្រមាថការទទួលសំណូកក្នុងបែបណាមួយឬការចម្រិតយកប្រាក់ដើម្បីជាថ្នូរនឹងការបោះពុម្ពផ្សាយឬមិនបោះពុម្ពផ្សាយនៅសារព័ត៌មានណាមួយចាយើងដឹងហើយចំណុច11ហ្នឹងគឺសម្បូរដែលនាងខ្ញុំតាមដឹងអ្នកដែលមានវិជ្ជាជីវៈជាអ្នកសារព័ត៌មានមិនគួរណាទទួលសំណូកហើយឬក៏ទទួលប្រាក់ជាថ្នូរក្នុងការបោះពុម្ពផ្សាយដោយភាគីម្ខាងគាត់ឲ្យផ្សព្វផ្សាយទាក់ទងទៅនឹងរឿងខ្លះដើម្បីជាអត្ថប្រយោជន៍ណាមួយកន្លែងហ្នឹងគឺខុសច្បាប់សារព័ត៌មានចាដោយសារនាងខ្ញុំឃើញចំណុចហ្នឹងវាក្តៅកគុកនៅក្នុងប្រព័ន្ធពុម្ពគាត់អត់ច្បាប់ដល់គេដឹងទៅលើចំណុចនេះតែអ្នកច្បាប់ទេគាត់អាចយល់ហើយប្រជាពលរដ្ឋមួយចំនួនក៏អាចបានយល់ទេនេះហើយខ្ញុំគិតថានឹងចង់យកមកចែករំលែកទៅក្នុងប្រព័ន្ធ page របស់នាងខ្ញុំអ្នកគូកែសមត្ថតាដែលច្បាប់ស្តីពីអ្នកសារព័ត៌មានការទទួលខុសត្រូវនៃអ្នកសារព័ត៌មានចាបើសិនជាមានចំណុចណាមួយដែលចូលក្នុងការរៀបរាប់របស់នាងខ្ញុំបងប្អូនអាចដឹងត្រឡប់ទៅខាត់គាត់វិញដោយសារចំណុចខ្លះវាមានផលប៉ះពាល់ដល់កិត្តិយសនិងកិត្តិយសរបស់បងប្អូនបើសិនជាចូលក្នុងចំណុចទាំងប្រមាណទាំង11ចំណុចហ្នឹងក្នុងមាត្រា7មានចែងក្នុងច្បាប់ព័ត៌មានចាអរគុណសូមជម្រាបលា